ការលូតលាស់ដោយស្ងៀមស្ងាត់វាមិនមែនមានន័យថាយើងគ្មានអ្វីត្រូវបង្ហាញទៅកាន់អ្នកដទៃនោះទេប៉ុន្តែវាជាការជ្រើសរើសងាកមកផ្ដោតលើខ្លួនឯងមកគិតសំខាន់ទៅលើខ្លួនឯងសន្សំកម្លាំងកាយចិត្តនិងលះបង់ពេលវេលាទៅលើការអភិវឌ្ឍសមត្ថភាពពិតប្រាកដរបស់ខ្លួនឯងដោយមិនចាំបាច់រងចាំការទះដៃឬក៏ការទទួលស្គាល់ពីនរណាម្នាក់ថ្ងៃនេះខ្ញុំនឹងលើកយកហេតុផលប្រមាណចំណុចមកចែករំលែកជាមួយអ្នកទាំងអស់គ្នាថាការដែលយើងជ្រើសរើសលូតលាស់នៅក្នុងភាពស្ងប់ស្ងាត់ហ្នឹងវាពិតជារឿងដ៏ល្អអស្ចារ្យបំផុតដែលយើងគួរចំណុចទី1គឺយើងមិនអួតប៉ុន្តែយើងដាក់ចុះមានពេលខ្លះនៅក្នុងជីវិតយើងជ្រើសរើសភាពស្ងៀមស្ងាត់មិនមែនដោយសារតែយើងគ្មានអ្វីគ្រប់យ៉ាងនោះទេប៉ុន្តែដោយសារតែយើងចង់ប្រើពេលវេលាទាំងអស់ហ្នឹងឲ្យវាមានប្រយោជន៍មកអនុវត្តជាក់ស្ដែងទៅលើការលូតលាស់របស់យើងពេលខ្លះការអនុវត្តរបស់យើងនៅតាមផ្លូវហ្នឹងច្បាស់ណាស់គេមិនឃើញអំពីលទ្ធផលរបស់យើងទេប៉ុន្តែនៅពេលដែលយើងអនុវត្តទៅលទ្ធផលវាចេញមកជាក់ស្ដែងទៅតាមការអនុវត្តរបស់យើងអញ្ចឹងលទ្ធផលទាំងអស់ហ្នឹងនឹងពន្យល់និងឆ្លើយតបទៅកាន់អ្នកដទៃដោយឯងដោយមានប្រសិទ្ធភាពបំផុតចំណុចទី2មិនប្រញាប់បង្ហាញតែយើងប្រញាប់អភិវឌ្ឍខ្លួនឯងនៅក្នុងថ្ងៃមនុស្សជាច្រើនប្រញាប់ប្រាប់អំពីភាពជោគជ័យរបស់ខ្លួនយើងក៏សុខចិត្តយឺតបន្តិចដើម្បីដុសខាត់ខ្លួនឯងឲ្យល្អជាងមុនជារៀងរាល់ថ្ងៃព្រោះយើងដឹងថាភាពពូកែពិតប្រាកដវាមិនមែនស្ថិតនៅលើការនិយាយមុននោះទេតែវាស្ថិតទៅលើការដែលយើងអាចធ្វើវាបានហើយយូរអង្វែងចំណុចទី3មិនប្រកួតប្រជែងជាមួយនរណាប៉ុន្តែយើងប្រកួតប្រជែងជាមួយខ្លួនឯងពីមុនពីម្សិលមិញការលូតលាស់ដោយស្ងៀមស្ងាត់គឺជាការងាកមកមើលខ្លួនឯងហើយសួរខ្លួនឯងថាថ្ងៃនេះល្អជាងម្សិលមិញហើយឬនៅហើយយើងមិនចាំបាច់ឈ្នះនរណាទាំងអស់មិនន័យថាយើងសុំត្រឹមតែឈ្នះខ្លួនឯងតែប៉ុណ្ណោះគឺជាការឈ្នះដ៏មានកិត្តិយសបំផុតទៅហើយក៏ចាត់ទុកថាយើងអាចដើរផ្លូវមួយនេះដ៏ត្រឹមត្រូវដែរព្រោះអីយើងបានយកឈ្នះទម្លាប់អាក្រក់ឬក៏ទស្សនៈគំនិតមិនល្អរបស់ខ្លួនឯងចំណុចទី4ស្ងៀមស្ងាត់ដើម្បីផ្ដោតអារម្មណ៍មិនមែនព្រោះតែយើងចាញ់ភាពស្ងៀមស្ងាត់មិនមែនជាសញ្ញានៃភាពបរាជ័យរបស់យើងទេតែវាជាតំបន់គ្មានសម្លេងរំខានដែលអាចធ្វើឲ្យយើងអាចប្រើសមាធិរបស់យើងទាំងអស់ជាមួយនឹងរឿងសំខាន់ៗនៅក្នុងខ្លួនស្ងៀមស្ងាត់ដើម្បីផ្ដោតអារម្មណ៍មិនមែនព្រោះតែយើងចាញ់ទេពេលខ្លះភាពស្ងៀមស្ងាត់មិនមែនជាសញ្ញានៃបរាជ័យរបស់យើងទេតែវាជាតំបន់គ្មានសម្លេងរំខានដែលធ្វើឲ្យយើងអាចប្រើប្រាស់សមាធិទាំងអស់ជាមួយនឹងរឿងសំខាន់ៗនៅក្នុងជីវិតរបស់យើងពេលខ្លះពិភពលោកនេះវារំខានយើងខ្លាំងប៉ុណ្ណាការដែលយើងចេះស្ងៀមស្ងាត់គឺកាន់តែយើងមានថាមពលដ៏កម្រមួយពីក្នុងខ្លួនអញ្ចឹងចំណុចទី5ប្រើប្រាស់ថាមពលជារឿងសំខាន់នៅពេលដែលយើងធំឡើងយើងចាប់ផ្ដើមចេះជ្រើសរើសកាន់តែច្រើនថាអ្វីដែលគួរយកចិត្តទុកដាក់ហើយអ្វីដែលយើងមិនគួរយកចិត្តទុកដាក់ហើយអ្វីដែលយើងត្រូវមិនន័យថាបណ្ដោយឲ្យវាកន្លងផុតទៅអញ្ចឹងព្រោះថាធម៌ពលជីវិតរបស់យើងមានដែនកំណត់ហើយយើងក៏ចង់ប្រើប្រាស់វាធ្វើឲ្យខ្លួនឯងហ្នឹងប្រសើរពិតប្រាកដជាងពីមុនដែរចំណុចទី6មិនបាច់ឲ្យនរណាម្នាក់យល់គ្រប់ជំហាននោះទេផ្លូវខ្លះវាពិបាកពន្យល់ហើយមនុស្សខ្លះហ្នឹងក៏មិនមានបំណងចង់យល់ពីយើងស្រាប់ទៅហើយអញ្ចឹងដូច្នេះយើងក៏ជ្រើសរើសបន្តការដើរទៅមុខយ៉ាងស្ងៀមស្ងាត់ដោយមិនខាតពេលវេលាទៅបញ្ចុះបញ្ចូលឲ្យនរណាម្នាក់មកជឿយើងឬក៏មកដើរតាមយើងអញ្ចឹងព្រោះថាចុងក្រោយលទ្ធផលវានឹងបំពេញតួនាទីរបស់វាដោយខ្លួនឯងហើយចំណុចទី7ដួលដោយស្ងៀមស្ងាត់ហើយយើងងើបឈរដោយនឹងនៅក្នុងជីវិតសង្គមរបស់យើងបច្ចុប្បន្នគ្មាននរណាម្នាក់មើលឃើញថ្ងៃដែលយើងបាក់ទឹកចិត្តនឿយហត់ឬក៏យើងស្ទើរតែបោះបង់ជីវិតនឹងចោលទៅហើយប៉ុន្តែយើងប្រាប់ខ្លួនឯងវាមិនអីទេព្រោះថាការដួលដោយស្ងៀមស្ងាត់ហ្នឹងវាធ្វើឲ្យយើងងើបឈរឡើងវិញហ្នឹងយ៉ាងរឹងមាំដោយមិនចាំបាច់ចាំសំឡេងលួងលោមពីនរណាម្នាក់ចំណុចទី8ជ្រើសរើសការដកខ្លួនដើម្បីសន្សំកម្លាំងការបាត់មកពីរង្វង់សន្តានាខ្លះមិនមែនមានន័យថាយើងដើរថយក្រោយទេតែវាជាការដកខ្លួនចេញមកដើម្បីសាកថ្មសន្សំកម្លាំងចិត្តនិងត្រឡប់មកវិញក្នុងទម្រង់ត្រៀមខ្លួនរួចរាល់ជាងមុនរាយចំណុចទី9មិនចាំបាច់ប្រញាប់បញ្ញាបញ្ជាក់ពីខ្លួនឯងពេកទេមនុស្សដែលរឹងមាំពិតប្រាកដនឹងមិនប្រញាប់បញ្ញាបញ្ជាក់ពីតម្លៃរបស់ខ្លួនឯងទេព្រោះគេដឹងថារបស់ពិតមិនបាច់បង្ខំពេលវេលាគ្រាន់តែដើរទៅមុខបន្តិចម្ដងពេលវេលាហ្នឹងវានឹងបង្ហាញបាទវានឹងប្រាប់យើងដោយខ្លួនឯងវានឹងបង្ហាញពីតម្លៃរបស់ខ្លួនយើងហ្នឹងទៅកាន់អ្នកដទៃដោយខ្លួនឯងហើយចំណុចទី10ធ្វើឲ្យជីវិតល្អប្រសើរឡើងបន្តិចម្ដងការដែលយើងលូតលាស់មិនចាំបាច់ទាល់តែអស្ចារ្យជារៀងរាល់ថ្ងៃទេវាត្រឹមតែថ្ងៃនេះ
យើងយល់អំពីខ្លួនឯងកាន់តែច្បាស់បន្តិចហើយអត់ធ្មត់បានល្អជាងមុនបន្តិចនិងចិត្តតិចជាងមុនជាងម្សិលមិញជាងមុនបន្តិចនោះក៏ជាភាពជឿនលឿនដ៏មានមោទនភាពសម្រាប់ខ្លួនឯងដែរមិនចាំបាច់ថាក្នុងមួយថ្ងៃរបស់យើងធ្វើរឿងរ៉ាវល្អឥតខ្ចោះទាំងអស់នោះទេព្រោះវាអត់ស្រួលប៉ុន្តែអានតិចរបស់យើងនឹងវាស្រួលធ្វើហើយវាមានមោទនភាពអញ្ចឹងសូមត្រឹមតែមានការផ្លាស់ប្ដូរក្នុងមួយថ្ងៃរបស់យើងបន្តិចម្ដងគឺវាជារឿងដ៏មានមោទនភាពសម្រាប់ខ្លួនឯងហើយមិនន័យថាយើងទទួលបានថាការកែប្រែខ្លះដែរចំណុចទី11សុខចិត្តស្ងៀមស្ងាត់ដើម្បីស្ដាប់ខ្លួនឯងឲ្យបានច្បាស់ជាងមុននៅពេលដែលសំឡេងជុំវិញខ្លួនរបស់យើងស្រាលចុះយើងនឹងឮសំឡេងខាងក្នុងរបស់យើងនឹងច្បាស់ជាងមុនថាតាមពិតទៅយើងចង់រស់នៅបែបណាហើយអ្វីទៅជារឿងដែលគួរដើរទៅមុខបន្តពិតប្រាកដនៅពេលដែលសំឡេងខាងក្រៅរំខានច្រើនពេកសំឡេងខាងក្នុងរបស់យើងគឺវាបាត់បង់ធម៌ពលវាបាត់បង់ឥទ្ធិពលចឹងហើយមួយជីវិតរបស់យើងគឺរស់នៅក្រោមឆន្ទៈរបស់អ្នកដទៃដែលយើងមិនមានឆន្ទៈរបស់ខ្លួនឯងចឹងហើយយើងជ្រើសរើសស្ងៀមស្ងាត់ដើម្បីយើងស្ដាប់សូរនៃសំឡេងធម៌ពលរបស់ខ្លួនយើងចំណុចទី12មិនចាំបាច់មានអ្នកគ្រប់គ្រងពាសពេញផ្លូវនោះទេពេលខ្លះនៅក្នុងជីវិតរបស់យើងគ្មានសំឡេងទះដៃគ្មានពាក្យសរសើរតែយើងអាចនៅបន្តបានអានឹងហើយវាជាភាពជឿជាក់ពិតប្រាកដរបស់ខ្លួនឯងនៅលើគោលដៅនិងគោលបំណងនៅក្នុងជីវិតរបស់យើងហើយវាមានតម្លៃស័ក្តិសមនឹងការអត់ធ្មត់របស់យើងដោយស្ងៀមស្ងាត់តែបុគ្គលមួយចំនួនគាត់លុះត្រាតែមានការលើកទឹកចិត្តឬក៏ទទួលបានការកោតសរសើរពីមនុស្សជុំវិញខ្លួនទើបគាត់មានអាធមពលនឹងក្នុងការដើរប៉ុន្តែគ្រាន់តែវាដើរអត់បានយូរអង្វែងព្រោះអីក៏ត្រូវការអ្នកការអមជាមួយគាត់ជាប្រចាំប៉ុន្តែនៅពេលដែលយើងជ្រើសរើសនៅភាពស្ងៀមស្ងាត់ហើយរីកចម្រើនដល់ខ្លួនឯងនៅក្នុងភាពស្ងៀមស្ងាត់ណាទោះបីជាអត់មាននរណាគ្រប់គ្រងឬក៏អត់មាននរណាលើកទឹកចិត្តក៏យើងនៅតែអាចបន្តដើរជីវិតរបស់ខ្លួនឯងបានដោយល្អប្រសើរដោយសារអីជីវិតគឺបុគ្គលម្នាក់ជាអ្នកដើររៀងខ្លួនទោះបីជាយើងស្រឡាញ់គ្នាប៉ុណ្ណាក៏យើងមិនអាចកំណត់នៅគោលដៅជីវិតរបស់ខ្លួនឯងបាទទាំងអស់រួមចូលគ្នាបាននោះទេវាតែងតែមានអ្នកទៅមុនអ្នកទៅក្រោយអ្នកជោគជ័យមុនអ្នកជោគជ័យក្រោយអញ្ចឹងចំណុចទី13ពូកែដោយមិនចាំបាច់ប្រកាសប្រាប់នៅលើបណ្ដាញសង្គមពេលខ្លះសង្គមបច្ចេកវិទ្យារបស់យើងបច្ចុប្បន្នជាបណ្ដាញសង្គមមួយដែលយើងអាចថាជាពិភពលោកក្នុងដៃអញ្ចឹងយើងមានរឿងសប្បាយចិត្តរឿងរៀនត្រេកអររឿងពិបាកចិត្តសង្សារបែកគ្នាបែកអីយើងតែងតែផុសនៅក្នុងបណ្ដាញសង្គមប៉ុន្តែអានឹងវាជារឿងមួយដែលយើងប្រកាសប្រាប់អំពីព័ត៌មានផ្ទាល់ខ្លួនរបស់យើងឬក៏ចំណុចខ្សោយរបស់យើងចំណុចខ្លាំងរបស់យើងទៅកាន់បណ្ដាញសង្គមយល់ល្អវាមិនមែនជាជំរើសដ៏ល្អប្រសើរទេពេលខ្លះយើងប្រកែប៉ុន្តែយើងមិនចាំបាច់ប្រកាសប្រាប់អញ្ចឹងទេបាទអានោះដូចយើងបើកកកាយខ្លួនឯងអញ្ចឹងភាពអស្ចារ្យខ្លះហ្នឹងវាមិនបាច់បង្ហោះទៅតាមបណ្ដាញសង្គមឲ្យនរណាម្នាក់ឃើញទេតែវានឹងបង្ហាញទៅតាមកលៈទេសៈនិងទង្វើដែលយើងធ្វើតូចប្រចាំថ្ងៃហ្នឹងប្រកាន់ភ្ជាប់ជួនហ្នឹងរហូតដល់អ្នកជំនាញខ្លួនហ្នឹងគាត់ចាប់អារម្មណ៍ដឹងដល់ខ្លួនឯងហើយអាហ្នឹងវាទៅជាភាពថ្លៃថ្នូរនៃភាពពូកែរបស់យើងពិតប្រាកដរីឯចំណុចទី14មិនប្រញាប់ជោគជ័យតែមិនឈប់ដើរយើងប្រហែលជាមិនមែនជាអ្នកដែលជោគជ័យលឿននៅក្នុងក្រុមទេតែយើងក៏មិនឈប់ដែរហើយពេលខ្លះយើងអត់ដឹងទេថាអាភាពដែលយើងមិនបោះបង់មិនឈប់វាជាអ្នកបណ្ដើរយើងម្ដងបន្តិចហើយពេលខ្លះក៏វ៉ាដាច់នៅភាពស្ទាក់ស្ទើររបស់យើងដែរអញ្ចឹងអាភាពដែលយើងមិនប្រញាប់មិនទាមទារអាការជោគជ័យលឿនទេប៉ុន្តែគ្រាន់តែយើងមិនឈប់ដើរយើងជោគជ័យយឺតជាងគេបន្តិចតែយើងមានប្រសិទ្ធភាពនៅលើខ្លួនឯងចំណុចទី15លូតលាស់ក្នុងចិត្តមុនពេលលូតលាស់ក្នុងកសែភ្នែករបស់អ្នកដទៃមុនពេលពិភពលោកទទួលស្គាល់យើងក៏ត្រូវចាំបាច់ទទួលស្គាល់ខ្លួនឯងជាមុនសិនដែរបើយើងអត់ទទួលស្គាល់ខ្លួនឯងផងពិភពលោកមិនឃើញនៅពេលចិត្តរបស់យើងរឹងមាំគ្រប់គ្រាន់ភាពខាងក្រៅនឹងចាប់ផ្ដើមផ្លាស់ប្ដូរទៅតាមចិត្តរបស់យើងដោយមិនចាំបាច់បង្ខំឡើយអញ្ចឹងហើយការលូតលាស់នៅក្នុងចិត្តគឺវាពិតជាមានប្រសិទ្ធភាពបាទមុននឹងឈានទៅដល់ការលូតលាស់នៅក្នុងកសែភ្នែកអ្នកដទៃនិយាយឲ្យកាត់ទៅបើយើងធ្វើការមេរបស់យើងមើលឃើញអញ្ចឹងទៅបើយើងរៀនគឺគ្រូរបស់យើងឃើញភាពខ្លាំងក្លាភាពឆ្លាតវៃនៃការសិក្សារបស់យើងអញ្ចឹងបាទហ្នឹងគឺឧទាហរណ៍ខ្លីៗចំណុចទី6ស្ងៀមស្ងាត់ព្រោះដឹងថាកំពុងធ្វើអ្វីមនុស្សដែលច្បាស់លាស់ជាមួយនឹងទិសដៅជីវិតគេច្រើនតែមិនសូវជានិយាយច្រើនទេព្រោះគេចំណាយពេលវេលាទាំងអស់ហ្នឹងគឺទៅអនុវត្តជាក់ស្ដែងបាត់ទៅហើយ
បាទពេលខ្លះគេក៏មិនសូវបញ្យល់គេក៏មិនមានពេលបញ្យល់អំពីក្តីសម័យរបស់គេឲ្យនរណាម្នាក់ស្ដាប់ដែរព្រោះគេរវល់អនុវត្តអញ្ចឹងហើយការស្ងៀមស្ងាត់ហើយដឹងនៅអ្វីដែលយើងកំពុងតែធ្វើវាពិតជាមានប្រសិទ្ធភាពល្អខ្លីៗបាទចំណុចទី17ទុកឲ្យលទ្ធផលពន្លឺសំឡេងចំនួនពាក្យសម្ដីរបស់យើងមិនចាំបាច់តវ៉ាមិនចាំបាច់ឆ្លោះគ្រាន់តែធ្វើវាឲ្យបានល្អគ្រប់គ្រាន់លទ្ធផលវានឹងបន្លឺសំឡេងរបស់យើងនឹងដើម្បីឆ្លើយតបគ្រប់សំណួរទៅកាន់អ្នកដទៃយ៉ាងថ្លៃថ្នូរបំផុតអញ្ចឹងហើយបានន័យថាកុំសូវនិយាយតែធ្វើវាឲ្យមានប្រសិទ្ធភាពឲ្យបានច្រើនធ្វើឲ្យបានច្រើនជាងនិយាយតែយើងនិយាយច្រើនខុសច្រើននិយាយតិចខុសតិចហើយអញ្ចឹងបើធ្វើច្រើនក៏ខុសច្រើនដែរធ្វើតិចខុសតិចប៉ុន្តែធ្វើបានលទ្ធផលនិយាយច្រើនអត់បានលទ្ធផលទេបាទអញ្ចឹងចំណុចទី18ថ្ងៃមួយយើងនឹងងាកមកញញឹមដាក់ខ្លួនឯងដោយសារអីយើងអនុវត្តបាន17ចំណុចទៅហើយយើងនឹងអរគុណថ្ងៃដែលយើងជ្រើសរើសលូតលាស់ដោយស្ងៀមស្ងាត់នឹងថ្ងៃដែលយើងអត់ធ្មត់ដោយគ្មាននរណាមើលឃើញព្រោះវាបានដឹកនាំយើងមកឆ្ងាយយើងមើលកាន់តែយើងស្ដាប់17ចំណុចហ្នឹងមិនធម្មតាទេអញ្ចឹងមកការលូតលាស់ដោយភាពស្ងៀមស្ងាត់ហ្នឹងវានឹងដល់ថ្ងៃណាមួយយើងនឹងញញឹមដាក់ខ្លួនឯងហើយមានមោទនភាពថាយើងបានឆ្លងផុត17ចំណុចហ្នឹងយ៉ាងពិតប្រាកដពោពេញទៅដោយមោទនភាពលើខ្លួនឯងអញ្ចឹងបាទនោះហើយជាភាពរឹងមាំរបស់យើងដែលយើងរក្សាវាដែលយើងបង្កើតវាដោយភាពស្ងៀមស្ងាត់របស់យើងហ្នឹងចំណុចទី9ភាពស្ងៀមស្ងាត់ជួយចម្រាញ់មិត្តពិតប្រាកដចំណុចនេះសំខាន់អ្នកទាំងគ្នាដែលចាប់អារម្មណ៍ពេលខ្លះយើងលែងសូវបញ្ចេញមតិឬក៏ឈប់ព្យាយាមទាក់ទាញចំណាប់អារម្មណ៍ពីកាន់នរណាម្នាក់បាទយើងនឹងឃើញច្បាស់ហើយថានរណាខ្លះដែលនៅតែចងចាំនឹងសួរនាំពីយើងសួរសុខទុក្ខពីយើងអញ្ចឹងទោះបីជាយើងមិនប្រកាសប្រាប់ពីជីវិតរបស់ខ្លួនឯងជារៀងរាល់ថ្ងៃក៏ដោយបើសិនតែគាត់ជាមិត្តពិតប្រាកដរបស់យើងគាត់នឹងសួរនាំហើយនៅពេលដែលឃើញយើងប្លែកអញ្ចឹងចំណុចទី20កាត់បន្ថយការរស់នៅលើបណ្ដាញសង្គមបង្កើតការរស់នៅក្នុងជីវិតពិតប្រាកដការដែលយើងលូតលាស់ដោយភាពស្ងៀមស្ងាត់គឺការកាត់បន្ថយភាពខ្វាយខ្វល់ថាតើអ្នកដទៃឃើញយើងបែបណាគិតយើងបែបណានៅលើបណ្ដាញសង្គមអញ្ចឹងបាទហើយយើងងាកមកបដោតថាតើយើងមានអារម្មណ៍បែបណាចំពោះជីវិតរបស់ខ្លួនឯងពិតប្រាកដដែលយើងអាចគេចផុតពីអេក្រង់ទូរស័ព្ទឬក៏អេក្រង់កុំព្យូទ័របានហ្នឹងតែយើងនៅពេលដែលអត់មានពួកវាហ្នឹងតើជីវិតរបស់យើងបែបណាអាហ្នឹងហើយជាភាពពិតប្រាកដនៃយើងចំណុចទី21ភាពស្ងប់ស្ងាត់ជាខែលការពារដ៏រឹងមាំនៅពេលដែលយើងមិនប្រាប់រឿងរ៉ាវគ្រប់យ៉ាងទៅកាន់អ្នកដទៃយើងក៏កាត់បន្ថយឱកាសដែលអ្នកដទៃអាចយកជីវិតរបស់យើងទៅវិនិច្ឆ័យដែរឬក៏បញ្ចេញមតិអវិជ្ជមានឬក៏និយាយដើមទៅនិយាយអីស្រួលស្ដាប់អញ្ចឹងកាលណាដែលយើងកាន់តែស្ងៀមស្ងាត់គេកាន់តែអត់ដឹងអំពីយើងទេយើងដូចជាមនុស្សអាចកំបាំងអញ្ចឹងបាទអញ្ចឹងគេចង់និយាយវាតម្លៃមិនគេវាតម្លៃអត់សូវត្រូវទេប៉ុន្តែបើយើងចូលចិត្តផុសចូលចិត្តអីតាមបណ្ដាញសង្គមអវិជ្ជមានអីច្រើនអញ្ចឹងគេគិតថាយើងហោះអត់កើតទេគេអត់មានណាមកជួយយើងបានទេគេមានតែជួយឲ្យយើងអាក្រក់លើដើមអញ្ចឹងឯងឧទាហរណ៍ថ្ងៃនេះយើងសែតណាកម្រមានអ្នកមកលើកទឹកចិត្តណាគេមានតែអូសែតជាមួយយើងដូចគ្នាដែរអញ្ចឹងយើងស្ងៀមស្ងាត់ល្អបាទចំណុចចុងក្រោយបាទគឺរស់នៅដោយមិនចាំបាច់រងចាំការយល់ព្រមពីនរណាម្នាក់ពេលខ្លះភាពចាស់ទុំដ៏អស្ចារ្យបំផុតគឺការរស់នៅតាមក្តីស្រមៃរបស់ខ្លួនឯងហ្នឹងឯងដោយយើងមិនចាំបាច់សុំការអនុញ្ញាតឬក៏រងចាំការទះដៃសាទរពីអ្នកណាទាំងអស់ព្រោះអីជីវិតរបស់យើងគឺយើងជាអ្នកកំណត់ហើយនឹងវាតម្លៃរបស់ខ្លួនឯងហ្នឹងឯងយើងរីករាយនឹងដំណើរការច្រើនជាងអំនួតទៅលើលទ្ធផលសេចក្តីសុខពិតប្រាកដរបស់យើងមិនមែនកើតឡើងនៅពេលដែលយើងទៅដល់គោលដៅនោះទេតែវាជាការដែលយើងអាចញញឹមម្នាក់ឯងពេលដឹងថាយើងបានប្រឹងប្រែងធ្វើអ្វីមួយបានយ៉ាងល្អបំផុតហើយនឹងរក្សាទុកនៅអំណួតរបស់ខ្លួនឯងមិនអួតក្អេងក្អាងទាំងអស់ហ្នឹងគឺជាភាពជោគជ័យរបស់យើងអញ្ចឹងសរុបមកវិញការដែលយើងលូតលាស់នៅក្នុងភាពស្ងៀមស្ងាត់គឺជាការលូតលាស់ដ៏ពិតប្រាកដរបស់ខ្លួនយើងអញ្ចឹងអ្នកដែលលូតលាស់ព្រមលូតលាស់នៅក្នុងភាពស្ងៀមស្ងាត់គឺជាមនុស្សដែលរឹងមាំនិងមានឆន្ទៈខ្ពស់បំផុតអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងស្វែងយល់អំពីភាពស្ងៀមស្ងាត់គឺជាឥទ្ធិពលដ៏ខ្លាំងក្លាសម្រាប់ឲ្យយើងយល់ដឹងអំពីខ្លួនឯងកាន់តែខ្លាំងអញ្ចឹងវីដេអូនេះរៀងវែងបន្តិចប៉ុន្តែវាជាការចែករំលែកមួយដែលយើងគួរតែជ្រើសរើសក្នុងការយកវាទៅ apply នៅក្នុងជីវិតរបស់យើងខ្លះអញ្ចឹងណាបាទព្រោះអីសង្គមរបស់យើងឥឡូវវាអត់សូវជាប្រក្រតីហ្មងទេវា
វឹកវរវល់វែកខ្លាំងមែនទែនអញ្ចឹងយល់ល្អយើងជ្រើសរើសភាពស្ងៀមស្ងាត់ហ្នឹងវាជាជម្រើសដ៏ល្អបំផុតសម្រាប់ការរស់នៅនិងស្វែងយល់អំពីខ្លួនឯងអញ្ចឹងបើសិនតែខ្ញុំលើកឡើងឬក៏ចែករំលែកតើមានការខ្វះខាតឬក៏មិនពេញចន្លោះត្រង់ចំណុចណាអីសូមជួយ comment បន្ថែមផងបាទចែករំលែកអ្វីដែលខ្ញុំខ្វះខាតឬក៏ខ្ញុំនិយាយអត់ត្រូវអីអញ្ចឹងបាទអានឹងព្រោះអីវាជាការយល់ឃើញរបស់ខ្លួនខ្ញុំផ្សេងទេអញ្ចឹងអ្នកនរគ្នាយល់ឃើញបែបនេះអ្នកនរគ្នាអាចចែករំលែកមកកាន់ខ្ញុំវិញបានអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងហើយសូមជូនពរអ្នកនរគ្នាសុខភាពល្អអរគុណអ្នកនរគ្នា